ម៉ូតូត្រីមួយគ្រឿងនេះគឺវាមានបញ្ហាទៀតហើយបងប្អូនគឺបញ្ហាដែលថាវាមានភ្លើងហើយប៉ុន្តែវាដេរទៅមិនឆេះតែម្ដងឥឡូវនេះគឺយើងនឹងចូលទៅឆែកមើលតើវាមានបញ្ហាអ្វីឲ្យពិតប្រាកដបានជារីសុបាស្វាគមន៍មកកាន់ Channel សុងម៉ូតូ One អូខេអញ្ចឹងសម្រាប់បងប្អូនដែលចូលមកថ្មីមើលវីដេអូរបស់ខ្ញុំកុំភ្លេចជួយ Like ជួយ Subscribe និងដាក់សញ្ញាកណ្ដឹងផងណាបងប្អូនអរគ្នាដើម្បីតាមដានវីដេអូចំណេះដឹងទូទៅតាក់ទងជាមួយនឹងម៉ូតូអូតូនិងម៉ូតូចង្កឹះលេខបាទបងប្អូនអរគ្នាបាទក៏ដូចជាដើមវីដេអូដែលខ្ញុំបានបញ្ជាក់ប្រាប់បងប្អូនអញ្ចឹងគឺម៉ូតូនេះគឺវាមានភ្លើងដែរបងប្អូនអរគ្នាគឺវាអាចអូសសញ្ញោឆ្វេងស្ដាំអូសផ្លេបានប៉ុន្តែករណីដេរគឺដេរទៅវាអូសដុំដេរបានតិចតួចមែនតើអញ្ចឹងហើយយើងចង់ដឹងថាម៉ូតូនេះគឺវាមានបញ្ហាជាក់លាក់ទៅតើវាអស់ខ្ជុងដេរឬមួយក៏វាខ្សោយភ្លើងឬមួយក៏វាមានបញ្ហាតាក់ទងជាមួយនឹងអាឡែអីចឹងជាដើមណាតែឥឡូវនេះគឺយើងនឹងចូលទៅឆែកមើលឲ្យច្បាស់តែម្ដងកុំឲ្យសង្ស័យតែមិនបានឆែកណាចឹងជាទូទៅតាមបទពិសោធន៍ជាងបើសិនជាម៉ូតូរបស់យើងមានភ្លើងតិចតួចហើយយើងអាចដេរទៅវាអូសដល់ដុំដេរដែរប៉ុន្តែវាមិនអាចដេរឆេះបានអាហ្នឹងគឺយើងសង្ស័យទៅលើភ្លើងឯងបងប្អូនទាំងនេះភ្លើងហ្នឹងគឺខ្ញុំនិយាយតាក់ទងជាមួយនឹងអាគុយបើសិនជាអាគុយយើងភ្លើងមិនគ្រប់ទេគឺវាមិនអាចអូសដុំដេរបាននោះទេតែបើសិនជាករណីមួយទៀតបើសិនជាយើងបើកសោមកមានភ្លើងដែរប៉ុន្តែយើងដេរទៅឮតាអាឡែប៉បងប្អូនទាំងនេះអាហ្នឹងគឺវាតាក់ទងជាមួយនឹងដុំដេរមានបញ្ហាដុំដេរមានបញ្ហាគឺបញ្ហាអស់ខ្ជុងជាដើមបាទអាហ្នឹងគឺវាមានបញ្ហាផ្សេងគ្នាបែបហ្នឹងណាសម្រាប់ខ្ញុំសម្រាប់ករណីបែបនេះគឺខ្ញុំសង្ស័យជាងគេគឺអាគុយតែម្ដងឯងបងប្អូនទាំងគ្នាហើយបើយើងជាជាងបើយើងសង្ស័យអាគុយហើយយើងអាចប្រើជាលក្ខណៈអូម៉ែត្រឬក៏ឧបករណ៍វាស់ CCA អាគុយតែម្ដងព្រោះសម្រាប់ខ្ញុំសម្រាប់តាក់ទងជាមួយនឹងភ្លើងអាគុយគឺខ្ញុំវាស់ជាមួយនឹង CCA អាគុយគឺវាអូខេតែម្ដងគឺវាដឹងច្បាស់ថាម៉ូតូនេះបញ្ហាអាគុយខូចឬក៏អាគុយមិនខូចគឺយើងដឹងច្បាស់តែម្ដងខ្ញុំគឺមិនរងចាំយូរនោះទេឥឡូវនេះគឺខ្ញុំដកអាគុយចេញមកអាគុយនេះគឺមានខ្សែភ្លើងមួយដរិចផងដែរតែខ្សែភ្លើងដរិចនេះគឺខ្ញុំមិនបានឆែកឲ្យច្បាស់នោះទេថាគេយកខ្សែភ្លើងនឹងដរិចទៅធ្វើអ្វីឬក៏យកមកសាកភ្លើងអាគុយវិញណាព្រោះពេលខ្លះការសាកយឺតអញ្ចឹងក៏គេត្រូវការដរិចភ្លើងបែបហ្នឹងដែរឥឡូវនេះអាគុយគ្រាន់តែដាក់មកភ្លាមមកវាឡូបាត់ហើយបងប្អូនអរគ្នានិយាយរួមទៅម៉ូតូនេះគឺដូចខ្ញុំសង្ស័យឯងគឺខ្ញុំសង្ស័យទី1គឺអាគុយតែម្ដងបើសិនជាយើងឆែកឃើញថាអាគុយហើយអូខេអាហ្នឹងគឺតាក់ទងនឹងអាគុយហើយដែលវាអូសដុំដេររួយបងប្អូនគ្នាជាក់ស្ដែងដុំដេរត្រូវការភ្លើង12 វ៉ុល13 វ៉ុលបានអូសដុំដេររួចធ្វើឲ្យដុំដេរធ្វើចលនាទាញប្រឆេះម៉ូតូបានបើសិនជាដុំដេរខ្សោយគឺមិនអាចអូសបាននោះទេឥឡូវនេះក្រោយពីខ្ញុំកំណត់ CCA ហើយវាស់មើលទៅអាគុយនេះគឺខ្សោយហើយគឺធ្លាក់ភ្លើងអស់លេងវាបានតែ10 វ៉ុលហើយអាគុយគឺឡូហើយបើអូមវិញកាន់តែធំអាគុយគឺកាន់តែអន់មែនតែនកាន់តែខ្សោយមែនតែនអូវាឡើង1053អូមឥឡូវនេះយើងមើលកម្លាំង CCA ដែលខ្ញុំកំណត់90 CCA កម្លាំងពេញអាគុយគឺ90អានេះបានតែ1 CCA អញ្ចឹងគឺឡើងវាខ្សោយមែនតែនវាមិនអាចទៅអូសដុំដេរឆេះបានវាបានតែតាក់តិចភ្លើងវាវាយទៅតិចណាអញ្ចឹងហើយម៉ូតូនេះគឺបញ្ហាគឺខ្សោយអាគុយទៅដេរមិនឆេះបងប្អូនគ្នាបាទក្រោយពីខ្ញុំធ្វើការវិនិច្ឆ័យបានច្បាស់លាស់ហើយខ្ញុំបាននិយាយជាមួយម្ចាស់គេដែរតែលក្ខណៈថាម៉ូតូនេះគឺគាត់អត់ទាន់មានលុយសម្រាប់ដូរអាគុយនោះទេប៉ុន្តែជាក់ស្ដែងបើសិនជាម៉ូតូខ្សោយអាគុយគឺធាក់ឆេះធម្មតានោះទេបើសិនជាថ្ងៃណាគាត់ចង់ដេរឲ្យស្រួលដេរឆេះវិញមកគឺគាត់អាចមកកន្លែងខ្ញុំដើម្បីធ្វើការផ្លាស់ប្ដូរអាគុយបានអានេះខ្ញុំគ្រាន់តែឆែកពិនិត្យមើលគាត់ហើយខ្ញុំក៏បញ្យល់ប្រាប់គាត់គឺมันមានគិតថ្លៃសេវាឆែកអីនោះទេសម្រាប់ខ្ញុំគឺបែបហ្នឹងតតែដូរទៅគិតលុយបានអញ្ចឹងម៉ូតូរបស់គាត់គឺអាចធាក់ឆេះធម្មតាអីទេបងប្អូនអរគ្នាហើយម៉ូតូបើកាត់ម៉ាស៊ីនវារៀងលន់ដែរបើជាក់ស្ដែងតតែរើម៉ាស៊ីនទៀតបានស្ងាត់ល្អអូខេអញ្ចឹងហើយវីដេអូនេះចង់ចែករំលែកបងប្អូនតាក់ទងជាមួយនឹងពេលខ្លះមានភ្លើងគឺវាអាចតាក់ទងនឹងអាគុយពេលខ្លះមានភ្លើងហើយដេរមិនឆេះគឺវាអាចតាក់ទងជាមួយនឹងដុំដេរឬក៏អាឡែជាដើមឥឡូវនេះគឺយើងបានមេរៀនថ្មីហើយគឺតាក់ទងជាមួយនឹងខ្សោយអាគុយគឺយើងមិនអាចដេរដុំដេរប្រឆេះបាននោះទេបងប្អូនអរគ្នាហើយអាការៈវាគឺបែបហ្នឹងឯងគឺដេរទៅវាអូសញាក់ដែរតាក់ទងជាមួយនឹងដុំដេរប៉ុន្តែវាមិនអាចប្រឆេះបានបាទអញ្ចឹងឥឡូវនេះវីដេអូដល់ទីបញ្ចប់ហើយអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានតាមដានតាំងពីដើមដល់ទីបញ្ចប់ហើយកុំភ្លេចជួយ Like និង Share និង Subscribe ជេនល YouTube ខ្ញុំមកប៉ុណ្ណាសងម៉ូតូ One ជម្រាបលាបាយបាយ